ចូលមកដល់ខ្ទង់គោគឺយើងស្គាល់កដនេចំណុច A ដែលមាន x ស្មើដល់4 y ស្មើ5និងកដនេចំណុច B x ស្មើ2និង y ស្មើ7ដោយសមីការរង្វង់របស់យើងគឺមានរាង x ដក A លើកជាការ៉េបូកឲ្យ y ដក B លើកជាការ៉េស្មើទៅនឹង a ការ៉េអ្វីដែលយើងត្រូវរកគឺ AB និង A ដែល AB គឺជាផ្ចិតនៃរង្វង់ហើយ A គឺជាកម្មនៃរង្វង់ចំណុចទី1យើងនឹងទៅរកផ្ចិតនៃរង្វង់មុនដោយយើងតាំងដោយអក្សរ I ដែលយើងប្រើប្រាស់នៅរូបមន្តកដនេចំណុចកណ្ដាលគឺយក XA បូកឲ្យ XB ចែកជា2 YA បូក YB ចែកជា2ដែល XA គឺដក4បូក XB ស្មើ2នៅលើ2 YA 5បូកឲ្យ YB 7នៅលើ2ដក4បូកឲ្យ2នៅសល់ដក2ដក2ចែកនឹង2បានដក1 5បូកឲ្យ7បាន12 12ចែក2បាន6ឥឡូវយើងរកផ្ចិតឃើញហើយយើងនឹងបន្តទៅរកកម្មនៃរង្វង់ដែលយើងតាំងដោយអតូចហើយកម្មនៃរង្វង់គឺត្រូវស្មើពាក់កណ្ដាលនៃអង្កត់ផ្ចិតរបស់វាដែលអង្កត់ផ្ចិតយើងនឹងទៅរកតាមរូបមន្តចម្ងាយរវាងពីរចំណុចគឺរឹសការ៉េនៃ XB ដកឲ្យ XA លើកជាការ៉េបូកឲ្យ YB ដក YA លើកជាការ៉េស្មើ1លើ2រឹសការ៉េនៃ XB គឺជួសដោយលេខ2ដកឲ្យ XA គឺដក4ដកគុណនឹងដកបានបូកហើយលើកជាការ៉េបូកឲ្យ YB 7ដក YA 5លើកជាការ៉េស្មើ1លើ2រឹសនៃ2បូក4បាន6លើកជាការ៉េបូក7ដក5នៅសល់2លើកជាការ៉េ1លើ2យើងទុកដដែលរឹសនៃ6ការ៉េគឺ36បូកឲ្យ2ការ៉េគឺ4 36បូក4បាន40នោះយើងបានរឹស40នៅលើ2ឥឡូវនេះយើងរកឃើញហើយទាំងផ្ចិតហើយនិងកម្មយើងនឹងយកវាទៅជំនួសនៅក្នុងសមីការរបស់រង្វង់នោះសមីការរង្វង់យើងបាន x ដកឲ្យ a គឺដក1ចឹងយើងបានបូក1វិញលើកជាការ៉េបូកឲ្យ y ដក6លើកជាការ៉េស្មើនឹងរឹស40លើ2លើកជាការ៉េដែលវាស្មើទៅនឹង40លើ4ហើយយើងសម្រួលវានឹង4ចោលទៅយើងបាន10ដូចនេះសមីការរង្វង់គឺ x បូក1លើកជាការ៉េបូកឲ្យ y ដក6លើកជាការ៉េស្មើនឹង10